បន់នេះមនុស្សទូទៅសម្រានតិចជាងកាលពី30ឆ្នាំមុនជាមធ្យម1ម៉ោងកន្លះទាំងនេះក៏ដោយសារតែរបៀបរបបរស់នៅប្រចាំថ្ងៃខុសពីមុននិងសម្បូរទៅដោយបច្ចេកវិទ្យាទំនើបជាងមុននៅប្រទេសបារាំងប្រជាពលរដ្ឋ 80% បានប្រកាសថាមានបញ្ហាដំណេកដោយតែងតែភ្ញាក់នៅពេលយប់និងប្រើពេលប្រមាណ39នាទីទម្រាំលក់ទៅវិញនេះបើតាមការអង្កេតរបស់វិទ្យាស្ថានជាតិផ្នែកដំណេកបើតាមវិជ្ជបណ្ឌិតផ្នែកចិត្តសាស្ត្រជំនាញផ្នែកដំណេកលោក Selby Harry គ្មានអ្វីចម្លែកដែលមនុស្សម្នាក់ៗអាចភ្ញាក់ពេលយប់ប្រមាណពី5ទៅ7ដងក្នុងមួយយប់ហើយគេងលក់ទៅវិញភ្លាមនោះមានមូលហេតុច្រើនដែលបណ្ដាលឲ្យភ្ញាក់ញយទាំងកណ្ដាលយប់បែបនេះគេសង្ស័យនិងចោទទៅលើទម្លាប់អាក្រក់ក្នុងការរស់នៅដូចជាការហូបចុកនៅយប់ជ្រៅពេកទើបអាហារមិនកិនល្អឬក៏មកពីមើលអេក្រង់មើលទូរស័ព្ទលាក់នឹងលាក់ដំណេកគ្មានគុណភាពឧស្សាហ៍ភ្ញាក់ក៏អាចបណ្ដាលមកពីមានបញ្ហាសុខភាពផ្លូវកាយឬផ្លូវចិត្តការឈឺចុកចាប់ស្ពឹកស្រពន់រាន់នោមចង់លេចយ៉ាងមិនទាន់បណ្ដាលមកពីជំងឺប្រូស្តាតធ្វើទុក្ខការខ្វល់ខ្វាយក្នុងចិត្ត stress សុទ្ធសឹងជាប្រភពធ្វើឲ្យគេមិនលក់ឬគេចេះតែភ្ញាក់ដែរក៏ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្វល់ខ្វាយនិងគួរចោទជាសំណួរនោះគឺការភ្ញាក់យប់យ៉ាងទៀងទាត់នៅវេលាម៉ោងតែមួយជារៀងរាល់យប់យើងគួរតែឆ្ងល់និងស្វែងរកចម្លើយជុំវិញទម្លាប់ដ៏អាក្រក់មួយនេះដោយពាក្យចាស់លោកតែងពោលថាគេងលក់មួយវឹងដំណេកគឺជាវដ្តនៃការសម្រាកដែលមានរយៈពេល90ទៅ110នាទីប្រទាក់បន្តគ្នាដូច្នេះក្នុងមួយយប់មនុស្សយើងឆ្លងកាត់វដ្តដំណេកច្រើនណាស់ហើយក្នុងមួយវដ្តដំណេកមានចែកចេញជា 3-4 ដំណាក់កាលទៅទៀតដំណាក់កាលដំបូងគឺជាការលក់រលាវបន្ទាប់មកគឺជាវគ្គលង់លក់ខ្លាំងនិងចុងក្រោយគឺជាវគ្គយល់សុបិនកាលពីប្រលប់វត្តដំណេកនីមួយមានវគ្គលង់លក់វែងមានន័យថាយើងអាចគេងលក់យ៉ាងស្កប់ស្កល់ខ្លាំងទោះបីជាមានការភ្ញាក់នៅចន្លោះវគ្គណាមួយក៏ដោយក៏យើងគេងលក់ទៅវិញភ្លាមដោយមិនដឹងខ្លួនផងក៏ប៉ុន្តែនៅពេលយប់កាន់តែជ្រៅការភ្ញាក់កាន់តែងាយនិងក្រោយពីបានសម្រាន3ទៅ4ម៉ោងវគ្គលង់លក់ខ្លាំងមានរយៈពេលរួញកាន់តែខ្លីហើយវគ្គដំណេកស្រាលនិងវគ្គយល់សុបិនកាន់តែវែងទើបហានិភ័យភ្ញាក់កណ្ដាលយប់កើនឡើងកាន់តែខ្ពស់ហេតុដូច្នេះហើយបានជាមនុស្សខ្លះភ្ញាក់ជាប្រចាំនិងជាស្វ័យប្រវត្តិនៅវេលាម៉ោង3ឬម៉ោង4ទៀបភ្លឺពីព្រោះបើអ្នកមានទម្លាប់ចូលសម្រានជាទៀងទាត់នៅវេលាម៉ោង11ឬម៉ោង12អធ្រាត្រអ្នកច្បាស់ជាភ្ញាក់នៅ3ឬក៏4ម៉ោងក្រោយលោកសាស្ត្រាចារ្យវិជ្ជបណ្ឌិត Greg Murray ដែលជានាយកបច្ចេកមណ្ឌលសុខភាពផ្លូវចិត្តនៃសាកលវិទ្យាល័យបច្ចេកវិទ្យារបស់អូស្ត្រាលីបានពន្យល់ថាការភ្ញាក់នៅម៉ោង3ឬ4ទៀបភ្លឺព្រោះតែសេចក្តីត្រូវការផ្នែកដំណេកបានធ្លាក់ចុះការបញ្ចេញអរម៉ូនងងុយ melatonin បានឡើងដល់កម្រិតកំពូលហើយកម្រិតអរម៉ូន stress cortisol ក៏ចាប់ផ្ដើមចេញឡើងដើម្បីត្រៀមធ្វើសកម្មភាពនៅពេលថ្ងៃម្យ៉ាងវិញទៀតអាយុក៏មានចំណែកដែរចាប់ពី55ឆ្នាំទៅ60ឆ្នាំឡើងទៅការភ្ញាក់យប់កើនមានកាន់តែញយពីព្រោះសមត្ថភាពផលិតអរម៉ូនដំណេក melatonin បានធ្លាក់ចុះកាន់តែខ្សោយស្ទើរអរម៉ូន melatonin មនុស្សវ័យចំណាស់ងាយភ្ញាក់នៅវេលាម៉ោង4ឬ5ភ្លឺហើយមិនអាចសម្រានលក់ទៅវិញបានទេនៅវេលានេះក៏ប៉ុន្តែវិទ្យាសាស្ត្រចិនមានការពន្យល់បែបផ្សេងបើតាមក្បួនពេទ្យចិនសរីរាង្គនីមួយៗរបស់មនុស្សធ្វើការម្ដងម្នាក់តាមលំដាប់លំដោយនៅវេលាម៉ោង11យប់ដល់ម៉ោង1រំលងអធ្រាត្រគឺថង់ទឹកប្រមាត់ជាអ្នកធ្វើការមានបន្ទុករក្សាទឹកប្រមាត់ដែលបញ្ចេញដោយថ្លើមប្រមាត់នឹងច្រានហើយដាស់យើងឲ្យភ្ញាក់បើថង់ប្រមាត់ត្រូវទទួលបន្ទុកចម្រាញ់ខ្លាញ់ខ្លាក់អាក្រក់ខ្លាំងពេកបន្ទាប់មកចាប់ពីម៉ោង1ភ្លឺដល់ម៉ោង3ភ្លឺថ្លើមចាប់ដំណើរការម្ដងកម្ចាត់និងបញ្ចេញជាតិពុលដើម្បីបន្សុទ្ធសរីរាង្គនានាក៏ប៉ុន្តែដែលហេតុតែយើងបរិភោគអាហារស្រាអាល់កុលច្រើនជ្រុលថ្លើមប្រឹងធ្វើការខ្លាំងពេកទើបមករំខានដាស់យើងឲ្យភ្ញាក់នៅចន្លោះពីម៉ោង1ទៅម៉ោង3ទៀបភ្លឺនោះក្នុងពេលយប់សួតចាប់ផ្ដើមធ្វើសកម្មភាពក្រោយគេនៅអំឡុងពេលម៉ោង3ទៅម៉ោង5ភ្លឺបញ្ហាដង្ហើមអាចលេចឡើងមកបង្អាក់ដំណេកក្នុងរយៈពេល2ម៉ោងដ៏ខ្លីនេះចំណែកឯពោះវៀនធំក៏មានបន្ទុកកម្ចាត់ជាតិពុលចុងក្រោយគេចាប់ដំណើរការនៅពេលព្រលឹមនៅវេលាម៉ោង5ទៅម៉ោង7ព្រឹក
ការភ្ញាក់នៅវេលានេះអាចជាសញ្ញាមានពាក់ព័ន្ធទៅនឹងដំណើរការរំលាយអាហារស្ដែងដោយការដាស់ទៅបញ្ចេញចោលជាដើមឡើយចុះបញ្ហាដំណេកអាចមានពាក់ព័ន្ធទៅនឹងអិរិយាបថដេកដែរឬទេដេកផ្កាឬក៏ដេកផ្កាប់ដេកផ្អៀងអាចល្អអាចអាក្រក់សម្រាប់សរីរាង្គកាយនិងដំណេកមែនឬបើបញ្ច្រាស់មកវិញតើមានអិរិយាបថដំណេកណាដែលល្អប្រសើរជាងគេដែរឬទេសម្រាប់សុខភាពពិតជាមានការដេកអាស្រ័យទៅលើទម្លាប់របស់បុគ្គលម្នាក់ៗដែលពិបាកបដូរផ្លាស់ខ្លាំងណាស់ក៏ប៉ុន្តែការដេកផ្កាប់ត្រូវបានក្រុមគ្រូពេទ្យចាត់ទុកជាទូទៅថាជាអិរិយាបថដ៏អាក្រក់ជាងគេពីព្រោះវាអាចបង្កើនគ្រោះហានិភ័យយ៉ាងច្រើនដេកផ្កាប់មុខនឹងធ្វើឲ្យមានការកកិតផ្ទៃមុខខ្លាំងដែលធ្វើឲ្យងាយលេចភាពជ្រីវជ្រួញនៅផ្ទៃមុខនិងជាពិសេសធ្វើឲ្យបត់កវាឆ្អឹងខ្នងមិនតែប៉ុណ្ណោះការដេកផ្កាប់លើខ្នើយឬលើពូកលើក្តារផ្ទាល់នឹងបង្កឲ្យកិនកកិតត្របកភ្នែកដែលជាការបង្កើនគ្រោះនាំឲ្យមានជំងឺធ្ងន់ធ្ងរនៅកញ្ចក់ភ្នែកដេកផ្កាគឺជាការនិយមខ្លាំងជាងគេបើមានខ្នើយត្រឹមត្រូវការដេកផ្កាអាចជួយរក្សាក្បាលនិងដងខ្លួនដៃជើងសណ្ដូកលាបានត្រង់ល្អផ្ទុយទៅវិញអិរិយាបថនេះមិនល្អសោះចំពោះអ្នកដែលមានអាការៈឬក៏ជំងឺស្រមុកនៅពេលដេកផ្កាអណ្ដាតមាននិន្នាការធ្លាក់ទៅក្រោយដែលសម្រួលឲ្យលេចអាការៈស្រមុកឡើងដេកស្រមុកមិនមែនមានន័យថាជាការដេកលក់ដល់ស្កប់ស្កល់ស្រួលនោះទេបើជាការស្រមុកខ្លាំងអមដោយមានអាការៈឈឺក្បាលនៅពេលព្រឹកឡើងព្រមទាំងមានអារម្មណ៍ងងឹតងងុយនៅពេលថ្ងៃចង់លក់ម្ដងផងនោះអ្នកទំនងជាមានបញ្ហាស្ទះដង្ហើមមួយផ្លែតនៅពេលដេកការស្ទះដង្ហើមមួយផ្លែតដោយមិនដឹងខ្លួននឹងធ្វើឲ្យអ្នកគេងមិនស្កប់ហើយភ្ញាក់ញយទៀតទើបមានអាការៈដេកដោយអត់ឆ្អែតផលវិបាកមួយទៀតនៃការគេងផ្កាគឺអិរិយាបថនេះអាចបង្កើនបញ្ហាក្រពះដូចជាធ្វើឲ្យមានអាការៈភើកច្រើនឡើងលើដំណេកដ៏ល្អជាងគេគឺការគេងផ្អៀងបើតាមការសិក្សាផ្សព្វផ្សាយរបស់សមាគមគ្រូពេទ្យអាមេរិកផ្នែកជំងឺបេះដូងអ្នកមានជំងឺខ្សោយបេះដូងពលគឺបេះដូងដើរមិនសូវស្រួលបូមច្របាច់ឈាមមិនសូវល្អត្រូវសម្រានផ្អៀងបែរមកខាងស្ដាំការដេកបែបនេះល្អប្រពៃបំផុតពីព្រោះបេះដូងដែលមានទីតាំងនៅកណ្ដាលទ្រូងតែលៀងបន្តិចទៅខាងឆ្វេងមិនសូវទទួលសម្ពាធសង្កត់ពីលើខ្លាំងដូច្នេះចរន្តឈាមក៏ដើរបានស្រួលប៉ុន្តែសម្រាប់ស្ត្រីមានផ្ទៃពោះចូលជ្រើសរើសសម្រាប់ផ្អៀងទៅខាងឆ្វេងដើម្បីកុំឲ្យថង់ផ្ទុកកូនស្បូនទៅកិនសង្កត់លើសរសៃឈាមវ៉ែនដែលជាផ្លូវបង្ហូរឈាមត្រឡប់ពីជើងឡើងទៅបេះដូងការដេកផ្អៀងទៅឆ្វេងនឹងជួយកាត់បន្ថយដែរសម្ពាធដែលធ្វើឲ្យចរន្តឈាមហូរបានស្រួលទៅចិញ្ចឹមសុខនិងកូននៅក្នុងផ្ទៃគ្រូពេទ្យជំនាញក៏ណែនាំឲ្យអ្នកដែលមានជំងឺបញ្ហាក្រពះភើច្រាលភើសម្រានផ្អៀងទៅខាងឆ្វេងដែរតែការដេកផ្អៀងមិនថាខាងឆ្វេងឬខាងស្ដាំអាចធ្វើឲ្យអ្នកចុកស្រពន់ដៃដែលសង្កត់ខ្លាំងលើពេកលោកអ្នកនាងជ្រាបហើយសូមជ្រើសរើសសម្រានតាមការគួរដោយចងចាំថាបើអ្នកគ្មានរោគគាប្រចាំកាយទេគ្មានប្រយោជន៍អ្វីត្រូវប្រឹងបដូរទម្លាប់ឡើយសម្រានផ្អៀងឬផ្ងាឬរបៀបណាក៏ដោយដែលទំនងសម្រាប់អ្នកគឺជាការស្រេចពីព្រោះគ្មានទេរបៀបដេកជាលក្ខណៈសកលនោះអ្នកសម្រានយ៉ាងណាស្រួលសម្រានយ៉ាងនោះទៅតែនៅពេលណាឈឺសំបដូររោគអិរិយាបថដ៏សមរម្យស្របតាមដំបូន្មាននិងការបង្ហាត់របស់គ្រូពេទ្យផ្នែកចលនា